ស្ដីលោកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញលោកគ្រូទាក់ទងទៅនឹងការរៀបចំតារាងស្រង់បន្ទុកនៅពេលដែលលោកគ្រូគាត់បានកែបន្ទុកសិស្សរួចរាល់តាមមុខវិជ្ជាអញ្ចឹងឧទាហរណ៍ថានៅពេលដែលលោកគ្រូគាត់កែរួចរាល់គាត់អាចចុះបន្ទុកក្នុងតារាងនឹងបានអញ្ចឹងដើម្បីធ្វើតារាងនឹងបានទី1លោកគ្រូអាចជ្រើសរើសថ្នាក់បាទថ្នាក់ណាអញ្ចឹងឧទាហរណ៍ថ្នាក់ទី7ហើយចំនួនសិស្សប្រមាណអ្នកក្នុងមួយថ្នាក់30ឬ25ហើយប្រឡងហ្នឹងគឺប្រឡងសម្រាប់ខែគេអញ្ចឹងឧទាហរណ៍ថាខែមករាខែកុម្ភៈអីលោកគ្រូអាចធ្វើការផ្លាស់ប្ដូរបានហើយបន្ទប់ឧទាហរណ៍ថាមានប្រមាណបន្ទប់អញ្ចឹងឧទាហរណ៍ថាមាន6បន្ទប់លោកគ្រូផ្លាស់ប្ដូរវាចាប់ពីបន្ទប់លេខ1រហូតដល់បន្ទប់លេខ6មកដល់អស់សិស្សថ្នាក់ទី7ហ្នឹងលោកគ្រូអាចធ្វើសម្រាប់សិស្សថ្នាក់ទី8ម្ដងចាប់ពីបន្ទប់លេខ1ដល់បន្ទប់លេខ6នឹងដូចគ្នាបាទហើយតកតងទៅនឹងមុខវិជ្ជាយើងបែងចែកជាពីរផ្នែកឧទាហរណ៍ថាថ្ងៃទី1យើងឃើញថាមានតែ6មុខវិជ្ជាទេអញ្ចឹងគឺមុខវិជ្ជាសេដ្ឋកម្មអានតែងសេចក្តីអញ្ចឹងលោកគ្រូធ្វើដដែលផ្នែកទី2ដែលលោកគ្រូគ្រាន់តែផ្លាស់ប្ដូរទៅថ្ងៃទី2អញ្ចឹងមកបាទអញ្ចឹងមុខវិជ្ជានឹងផ្លាស់ប្ដូរប្រវត្តិពលរដ្ឋនឹងវិញអញ្ចឹងលោកគ្រូធ្វើដូចគ្នាផ្លាស់ប្ដូរថ្នាក់បាទផ្លាស់ប្ដូរបន្ទប់ឲ្យអស់គ្រប់ចំនួនបន្ទប់គ្រប់ចំនួនថ្នាក់មកហើយតកតងទៅនឹងក្បាលតារាងនេះក៏លោកគ្រូអាចផ្លាស់ប្ដូរបានដែរដោយចូលត្រង់ចំណុចផ្លាស់ប្ដូរនេះហើយលេខរៀងឧទាហរណ៍ថាលេខរៀងនេះបាទចាប់ពីលេខរៀងទី1បើអត់ចង់ចាប់ពីលេខរៀងទី1ទេឧទាហរណ៍ថ្នាក់ទី8ចាប់ពីលេខរៀងទី100អញ្ចឹងលោកគ្រូវាយ100អញ្ចឹងមកបាទអញ្ចឹងនៅពេលដែលលោកគ្រូវាយចាប់ពីលេខ100អញ្ចឹងលេខរៀងវានឹងផ្លាស់ប្ដូរចាប់ពី100នឹងដូចគ្នាបាទអញ្ចឹងបន្ទប់លេខ1 100ដល់129ហើយបន្ទប់លេខ2បាទចាប់ពីលេខរៀងទី100មកអញ្ចឹងបន្តអញ្ចឹងមកបាទអញ្ចឹងតកតងទាំងថ្ងៃទីនេះលោកគ្រូអត់ចាំបាច់ធ្វើការវាបញ្ចូលអីទេដោយគ្រាន់តែលោកគ្រូផ្លាស់ប្ដូរខែបាទដោយគ្រាន់តែលោកគ្រូផ្លាស់ប្ដូរខែនោះថ្ងៃច័ន្ទគតិសុរិយគតិហ្នឹងក៏ផ្លាស់ប្ដូរបានដូចគ្នាស្វ័យប្រវត្តិអញ្ចឹងលោកគ្រូធ្វើមកថ្នាក់ទី8ថ្នាក់ទី9ហើយខែណាអញ្ចឹងលោកគ្រូគ្រាន់តែផ្លាស់ប្ដូរចំណុចទាំងអស់ហ្នឹងមកហើយតារាងស្រង់បន្ទុកហ្នឹងវានឹងដំណើរការខ្លួនវាស្វ័យប្រវត្តិលោកគ្រូអាចធ្វើការចុច print បាន